Sigma បានបញ្ចេញលក់លែនតម្លៃ$6,000ដែលផ្ដោតសំខាន់ទៅលើអ្នកថតអាជីពផ្នែកកីឡានិងអ្នកថតសត្វព្រៃ Wildlife Sigma 300-600mm គឺជាលែន zoom កម្រិតខ្ពស់ដែលមានសមត្ថភាពអាចបើក aperture បានធំបំផុតរហូតដល់ f4 ជាមួយនឹងកម្រិត zoom range ចាប់ពី 300mm ទៅដល់ 600mm ស័ក្តិសមបំផុតសម្រាប់អ្នកថតអាជីពលើផ្នែកកីឡានិងអ្នកថតសត្វព្រៃ Wildlife ពីព្រោះពួកគាត់ត្រូវការលែនដែលធន់នឹងអាកាសធាតុមានកម្រិត zoom range បានឆ្ងាយអាចស្រូបពន្លឺបានលឿននិងត្រូវការគុណភាពសាច់រូបភាពខ្ពស់ផងដែរនៅពេលដែលថតកីឡាSigma បានអះអាងថាគុណភាពដែលបានថតចេញពីលែនមួយនេះមានកម្រិតភាពច្បាស់ដូចជាថតចេញពី Prime Lens ចឹងដែរពីព្រោះគេបានប្រើប្រាស់កញ្ចក់លែនចំនួន28ស្រទាប់ទាំងស្រទាប់លែន PLD និងស្រទាប់ Lens SLD ដែលអាចកាត់បន្ថយនៅចំណុច Contrast Chromatic Aberration ឲ្យនៅកម្រិតទាបបំផុតនិងឆាបសាច់រូបភាពឲ្យមុតច្បាស់ល្អបន្ថែមពីនេះ Sigma 300-600 បានបំពាក់នៅប្រព័ន្ធទប់លំនឹងជំនាន់ថ្មី OS2 អាចរក្សាលំនឹងពេល zoom ចូលជ្រៅបានដល់ 5.5 stop នៅពេលដែលយើង zoom ដល់ 600mm និងមានបេតុងប្រើប្រាស់ប្រព័ន្ធទប់លំនឹង2កម្រិតដោយកម្រិតទី1ល្អសម្រាប់ការថតរូបភាព snap ទូទៅចំណែកកម្រិតទី2គឺមានឯកទេសទៅលើការថត pan តាមសត្វជិចដែលកំពុងមានចលនាលឿនបូករួមជាមួយនឹងប្រព័ន្ធចាប់ auto focus high response linear actuator ធ្វើឲ្យ lens នេះអាចចាប់ track subject ដែលយើងកំពុងថតបានត្រឹមត្រូវមានសភាពស្ងាត់ល្អនិងល្បឿនលឿនផងដែរចំណុចពិសេសពីរផ្សេងទៀតដែល lens នេះមានគឺកន្លែងដាក់ filter នៅខាងក្រោយដែលយើងអាចដាក់ filter កាត់ពន្លឺដូចជា polarized filter ឬ neutral density filter ជាដើមចំណែកនៅខាងមុខ lens វិញយើងនឹងមានឃើញ function ring គឺជាមុខងារថ្មីនៅលើ Ultra Telephoto Lens បែបនេះសម្រាប់ឲ្យយើងអាចកំណត់នៅតំបន់ focus ទុកជាមុនឬក៏ pre-focus ទាំងអស់នេះគឺជាសមត្ថភាព Lens Sigma 300-600mm f4 ដែល Lens Ultra Zoom បែបនេះគឺមានតម្លៃខ្ពស់រហូតដល់$6,000ប៉ុន្តែសម្រាប់អ្នកថតអាជីពលើផ្នែកកីឡាក៏នឹងអាចរកចំណូលពី Lens នេះវិញបានច្រើនផងដែរ